បាទជំរាបសួរដល់កូនសិស្សទាំងអស់គ្នានេះគឺជាវីដេអូមួយទាក់ទងទៅនឹងការធ្វើតេស្តPLP សម្រាប់ថ្នាក់ទី6អញ្ចឹងសម្រាប់ខែកក្កដាអញ្ចឹងយើងអាចមើលតិចទៅសំណួរទី1គេសួរថាចូលរកចំនួនបឋមខាងក្រោមតើចំនួនបឋមរកចំនួនបឋមខាងក្រោមអញ្ចឹងយើងថាមួយណាជាចំនួនបឋមអញ្ចឹងគឺចម្លើយ C គឺ17ជាចម្លើយដែលត្រឹមត្រូវដោយសារចំនួនបឋមគឺជាចំនួនដែលចែកដាច់នឹង1ហើយនឹងខ្លួនឯងហ្នឹងគឺចម្លើយ C យើងអញ្ចឹងយើងមើលសំណួរទី2គេសួរថាចូលរកភាគបែងរួមតូចបំផុតនៃប្រភាគខាងក្រោមអញ្ចឹងកន្លែងនេះភាគបែងរួមយើងអាច8ដោយសារយើងគុណ2ទៅកន្លែងនេះគឺ8អញ្ចឹងគឺចម្លើយ B អូខេអញ្ចឹងយើងតទៅទៀតដោយសារនេះចំណុចទី3គេសួរថាចូលរកផលគុណខាងក្រោមអញ្ចឹងយើងគុណមកដើម្បីគុណពភាគយើងធ្វើម៉េចយកភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងឬក៏ខាងលើនេះគុណមួយខាងលើមកអញ្ចឹង8លើ15អញ្ចឹងចម្លើយយើងគឺ B អញ្ចឹងយើងមើលតទៀតនៅក្នុងថ្នាក់រៀនមួយមានសិស្សប្រុស12នាក់និងសិស្សស្រី15នាក់តើផលធៀបសម្រួលរួចរវាងសិស្សប្រុសនិងសិស្សស្រីស្មើនឹងប៉ុន្មានអញ្ចឹងកន្លែងនេះយើងដាក់ពភាគឲ្យដាក់ជាផលធៀបឲ្យយើងសម្រួលទៀតណាអញ្ចឹងកន្លែងនេះយើងអាចបាន12លើ15អញ្ចឹងយើងសម្រួលអញ្ចឹង12លើ15អញ្ចឹងយើងសម្រួលនឹងប៉ុន្មានដែលអាចសម្រួលបានអញ្ចឹងយើងអាចសម្រួលនឹង3បានអញ្ចឹងនៅសល់ប៉ុន្មានពេលសម្រួលយើងបើយើងចែកនឹង3ភាគយកក៏ចែកនឹង3ដែរភាគបែងក៏ចែកនឹង3ដែរអញ្ចឹងកន្លែងនេះបាន4លើ5អញ្ចឹងចម្លើយយើងគឺ4លើ5មួយណាគឺចម្លើយ A អូខេអញ្ចឹងយើងតទៅទៀតអញ្ចឹងសំណួរទី5ចូលជ្រើសរើសចម្លើយត្រឹមត្រូវរថយន្តមួយគ្រឿងបើកក្នុងល្បឿន120គីឡូម៉ែត្រក្នុង1ម៉ោងបើរថយន្តនោះប្រើរយៈពេល2ម៉ោងវិញតើល្បឿនមធ្យមរថយន្តនោះស្មើនឹងប៉ុន្មានអញ្ចឹង v ល្បឿន v ស្មើ d លើ t អញ្ចឹងយើងអាចយក120គីឡូម៉ែត្រក្នុង1ម៉ោងចែកជាមួយនឹងរយៈពេលហ្នឹងគឺ2ម៉ោងអញ្ចឹងយើងចែកមកគឺឃើញ60គីឡូម៉ែត្រអូនេះយើងអូចម្ងាយចោលល្បឿនមធ្យមរថយន្តមួយគ្រឿងបើកក្នុងល្បឿន120គីឡូម៉ែត្រក្នុង1ម៉ោងតើរថយន្តនោះប្រើរយៈពេលបើរថយន្តនោះប្រើរយៈពេល2ម៉ោងល្បឿនមធ្យមរបស់រថយន្តនោះស្មើនឹងប៉ុន្មានអញ្ចឹងកន្លែងនេះយើងអាចគុណនឹង2ហ្មង d ស្មើនឹង v គុណនឹង t អញ្ចឹងយើងអាចប្រើរូបមន្តនេះវិញយើងអាចទាញអូមកនាំឲ្យ d ស្មើនឹង v គុណនឹង t v ហ្នឹងគឺនេះ120គីឡូម៉ែត្រក្នុង1ម៉ោងគុណនឹងរយៈពេលហ្នឹងគឺ2ម៉ោងអញ្ចឹងយើងអាចឃើញ240គីឡូម៉ែត្រ
ក្នុង1ម៉ោងអញ្ចឹងអាចចម្លើយ A នេះជាចម្លើយត្រឹមត្រូវអញ្ចឹងលំហាត់លេខ6នេះគេថាពភាគ3ភាគ4បដូរទៅជាភាគរយនឹងប្រមាណបដូរទៅជាភាគរយស្មើនឹងប្រមាណអញ្ចឹង3ភាគ4យើងបដូរទៅជាភាគរយយើងអាចគុណនឹងធ្វើម៉េចគុណនឹងចេញបាន100មកអញ្ចឹងគុណនឹង25អញ្ចឹងខាងលើគុណនឹង25ណាអញ្ចឹងស្មើនឹង75លើ100អញ្ចឹងគឺ75ភាគរយអញ្ចឹងយើងមើលចម្លើយយើងគឺ D ជាចម្លើយត្រឹមត្រូវអញ្ចឹងយើងតទៅទៀតមកនេះតកតងប្រមាណវិធីបូករង្វាស់តកតងនឹងពេលវេលាគេហៅប្រមាណវិធីលើរង្វាស់ពេលអញ្ចឹងយើងបូកមកយើងត្រៀបវា3ម៉ោង20នាទី mn ហ្នឹងនាទីអញ្ចឹង1ម៉ោង15នាទីអញ្ចឹងយើងត្រៀបឲ្យត្រូវតាមជួរអញ្ចឹងមកអញ្ចឹងនេះយើងអាចដាក់នាទីសិនមកអញ្ចឹងនេះបូកមកឃើញ5 3ហើយនេះ4ម៉ោងអញ្ចឹងឃើញ4ម៉ោង35នាទីអញ្ចឹងចម្លើយយើងគឺ A ជាចម្លើយត្រឹមត្រូវអូខេអញ្ចឹងរួមមុនគូបយើងគឺ v ស្មើ a គុណនឹង a គុណនឹង a អញ្ចឹងគឺស្មើនឹង2គុណជាមួយនឹង2គុណជាមួយនឹង2ស្មើនឹង8សង់ទីម៉ែត្រគីបគឺចម្លើយ C ម៉ែត្រគូបសំណួរទី9សៀវភៅមួយក្បាលមានតម្លៃសរុប 10000 បើហាងបញ្ចុះតម្លៃ 10% តើអ្នកទិញចំណេញបានប្រាក់ប៉ុន្មានអញ្ចឹងបើយើងគុណទៅយើងអាចយក10000គុណនឹង10ចែកនឹង100ដោយសារវា 10% អញ្ចឹងអាចលុប0នេះមកសម្រួល0នេះឃើញនៅសល់1000អញ្ចឹងចំណេញ1000នេះគឺចម្លើយ C អូខេអញ្ចឹងតួចែករួមធំបំផុតអញ្ចឹងតនៃ18 24អញ្ចឹង18ហ្នឹងគឺអាចសេបាន2គុណនឹង3គុណនឹង3បាន24អាចសេ2គុណនឹង2គុណនឹង2គុណជាមួយនឹង3យើងមើលណារួមមកនេះរួមទូចែករួមធំបំផុតអញ្ចឹងរួមនេះគឺមានតែ2ហើយនឹង3អញ្ចឹងយើងយក2គុណនឹង3មកឃើញ6អញ្ចឹងចម្លើយយើងនេះ C តួចែករួមធំបំផុតនៃ18និង24គឺស្មើនឹង6អញ្ចឹងយើងមើលលេខ11តគេថាពហុគុណរួមតូចបំផុតនៃចំនួន12និង15អញ្ចឹងអាចអូបានពោលនៃ12ហើយនឹង15អញ្ចឹង12ហ្នឹងគឺអាចសេបានស្មើនឹង2គុណជាមួយនឹង2គុណជាមួយនឹង3ហើយពេល15អាចសេបាន3គុណនឹង5អានេះរួមគុណនឹងមិនរួមអញ្ចឹងទៅបាន2គុណនឹង2គុណនឹង3គុណនឹង5អញ្ចឹងឃើញ60អញ្ចឹងចម្លើយយើងគឺ C អញ្ចឹងយើងធ្វើបែបហ្នឹងអញ្ចឹងពេលដល់លំហាត់លេខ12នេះយើងបូកពភាគអញ្ចឹងប៉ុន្តែដោយសារភាគបែងខុសគ្នាយើងអាចនេះមក1ភាគ
3 bột 1 នឹង 1 ភាគ 4 អញ្ចឹងភាគ 3 រួម 12 អញ្ចឹងគុណនឹង 4 អញ្ចឹងខាងលើគុណ 4 ណានេះគុណ 3 នេះគុណ 3 អញ្ចឹងបាន 4 លើ 12 បូក 3 លើ 12 ស្មើនឹង 7 លើ 12 អញ្ចឹងចំណោយយើងគឺ B នេះដកពភាគវិញអញ្ចឹងដើម្បីដកពភាគយើងធ្វើម៉េចទី1យើងតម្រូវភាគបែងឲ្យដូចគ្នាសិនមកភាគបែងរួម10អញ្ចឹង4លើ5ដក1លើ2អញ្ចឹងនេះត្រូវគុណនឹង2នេះត្រូវគុណនឹង2នេះត្រូវគុណនឹង5ដើម្បីបានភាគបែងស្មើ10អញ្ចឹងយើងអាចសេបាន8លើ10ដក5លើ10អញ្ចឹងឃើញ3លើ10អញ្ចឹងចំណោយយើងគឺ B យើងទៅលេខ14មួយទៀតឆៃពភាគដើម្បីឆៃពភាគយើងយកពភាគទី1គុណចម្រាស់អញ្ចឹងអានេះវា2ភាគ5អញ្ចឹងទៅជា5ភាគ2វិញអញ្ចឹងស្មើ15លើ8នេះចំណោយយើងអញ្ចឹងយើងមើលលេខ15របស់យើងបូកហើយគុណទៀតអញ្ចឹងយើងធ្វើប្រហែលនាទីនៅក្នុងវងកញ្ចក់សិនមកមាន space 1ភាគ2បូក1ភាគ3ហើយគុណជាមួយនឹង6ភាគ5អញ្ចឹងនេះភាគបែងរួម6អញ្ចឹងអាច1ភាគ2គុណនឹង3សិនមកអញ្ចឹងខាងលើគុណ3ដែរហើយបូក1ភាគ3ត្រូវគុណនឹងប៉ុន្មានគុណ2ខាងលើគុណ2ដែរមកហើយគុណនឹង6ភាគ5ដដែលនេះដាក់ស្មើយ៉ាងមកចានេះទៅជា3លើ6បូក2លើ6គុណជាមួយនឹង6លើ5អញ្ចឹងនេះបានដោយសារភាគបែងដូចគ្នាអញ្ចឹងយើងបូកតាភាគយកមក3បូក2ឃើញ5 5លើ6គុណជាមួយនឹង6លើ5អញ្ចឹងគុណទៅឃើញ30លើ30អញ្ចឹងអាចស្មើ1នេះចម្លើយយើងគឺ B នេះយើងเอา D V ល្បឿនយើងគឺ V ស្មើ D លើ T អញ្ចឹងដើម្បីเอา D ស្មើគេដើម្បីយើងเอา D ស្មើ V គុណនឹង T អញ្ចឹងអាចសេបាន15គីឡូម៉ែត្រក្នុង1ម៉ោងគុណជាមួយនឹងរយៈពេលហ្នឹងគឺ3ម៉ោងអញ្ចឹងគុណទៅឃើញ45គីឡូម៉ែត្រអញ្ចឹងចម្លើយយើងគឺ C អញ្ចឹងយើងចូលដល់លំហាត់លេខ17ដោយសារលំហាត់ច្រើនគឺយើងធ្វើអញ្ចឹងយើងយក50000គុណជាមួយនឹង20ចែកនឹង100ដោយសារ20%សម្រួល02អញ្ចឹងទៅនេះ1នេះ1ទៀតអញ្ចឹងនៅសល់10000អញ្ចឹងចំណោយយើងគឺ B មានន័យ20%នៃ50000គឺស្មើនឹង10000អញ្ចឹងតម្លៃ0.35ហ្នឹងទៅជាភាគរយអញ្ចឹងគុណនឹង100%មកឃើញចម្លើយអញ្ចឹងគឺឃើញ35%អញ្ចឹងចំណោយយើង C អ
តើក្នុងមួយខែគាត់ត្រូវបង់ការប្រាក់ប៉ុន្មានអញ្ចឹងយើងអាចយក1លានគុណជាមួយនឹង1/100ដោយសារ1%សម្រួល02ចឹងនៅសល់10000ចម្លើយយើងគឺយើងត្រូវបង់10000រៀងរាល់ខែអូខេអញ្ចឹងនេះដល់ផលដកតកតងទៅនឹងរង្វាស់ពេលអញ្ចឹងដំបូងយើងរៀបសិនមកយើងអាចសេបានឯគេ4ម៉ោង15មីនិតនាទី1ម៉ោង30នាទីអញ្ចឹងយើងដកតែបើយើងដក15ដក30អត់បានទេអញ្ចឹងយើងត្រូវខ្ចីពីម៉ោងមកអញ្ចឹងនៅសល់3ម៉ោងដាក់កំហំតិចទេដើម្បីយើងសួរមើលនេះខ្ចីម៉ោងវា1ម៉ោង1ម៉ោងវាស្មើនឹង60នាទីអញ្ចឹង60នាទីបូក15នាទីអញ្ចឹងឃើញ75នាទីអូខេអញ្ចឹងយើងដកមក5ដក0ឃើញ5ហើយ7ដក3ឃើញ4អញ្ចឹង3ដក1ឃើញ2ម៉ោងអញ្ចឹងបាន2ម៉ោង45នាទីអញ្ចឹងចម្លើយយើងគឺ A អូមែនទេមែន A ទេចម្លើយយើងគឺ B នេះ2ម៉ោង45នាទីអូខេអញ្ចឹងយើងដល់5ម៉ោងយើងបូកវិញម្ដង5ម៉ោង40នាទីបូកមួយនឹង2ម៉ោង30នាទីចឹងនេះវា70នាទីបាន7ម៉ោងអញ្ចឹងយើងបំលែង60នាទីស្មើនឹង1ម៉ោងអញ្ចឹងនេះមកនៅសល់8បូកឡើង8ម៉ោងនេះសល់10នាទីអញ្ចឹង8ម៉ោង10នាទីនេះចម្លើយយើងមានសាប៊ូមានប្រអប់សាប៊ូមួយមានបណ្ដោយប៉ុណ្ណឹងជាងយើងគុណចូលមកអត់អីទេ v ស្មើ10គុណជាមួយនឹង5គុណជាមួយនឹង4ឃើញ200សង់ទីម៉ែត្រគីបចម្លើយ C នេះយើងផលធៀបស្មើគ្នាអញ្ចឹងយើងអាចត្រូវគុណនឹងប៉ុន្មានដើម្បីអញ្ចឹង3/5គេគុណនឹង3បានចេញ15អានេះគុណ3ដែរមកអញ្ចឹង9លើ15អញ្ចឹងចម្លើយយើងគឺ B ម៉ូតូមួយគ្រឿងបើកក្នុងល្បឿន40គីឡូម៉ែត្រក្នុង1ម៉ោងតើត្រូវប្រើរយៈពេលប៉ុន្មានដើម្បីបានអញ្ចឹងយើងប្រើរូបមន្តយើងមកv ស្មើនឹង d លើ t v ស្មើនឹង d លើ t យើងទាញ t អញ្ចឹងស្មើ d ចែកនឹង v អញ្ចឹង d យើងគឺ40ចម្ងាយចរយើងគឺ160គីឡូម៉ែត្រចែកមួយនឹងល្បឿនយើងគឺនេះ40គីឡូម៉ែត្រក្នុង1ម៉ោង40គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងយើងចែកមកបាន4អញ្ចឹង4ម៉ោងអញ្ចឹងចម្លើយយើងមួយណាចម្លើយយើងគឺ C អញ្ចឹងទី25នេះយើងចែកកតាបឋមមកចែកបាន2បាន18 2បាន9 3 3 3 1អញ្ចឹងនេះចម្លើយយើងគឺ B អ
ចឹងយើងអូសំណួរទី26ភាគបែងរួមតូចបំផុតនៃពភាគអញ្ចឹង6ស្មើ2គុណនឹង3 4អាចស្មើនឹង2គុណនឹង2ហើយ3ស្មើនឹង3យើងមើលណារួមមកនេះរួមមួយនេះអត់រួមចេះមួយទៀតនេះរួមណាអញ្ចឹងបាន2គុណជាមួយនឹង3គុណជាមួយនឹង2ឃើញ12អូខេភាគបែងរួម12ចូលដល់ទី27សុភាបានមើលស្លាកទំនិញមួយតម្លៃ 4000 រៀលក្រោយមកម្ចាស់ទំនិញត្រូវដំឡើង 25% ទៀតតើទំនិញតម្លៃថ្មីហ្នឹងតម្លៃប៉ុន្មានរៀលអញ្ចឹងយើងអាចយក4000រៀលហ្នឹងគុណជាមួយនឹង 25% ប៉ុន្តែ25លើ100មកយើងសម្រួល02យើងគុណអញ្ចឹងយើងអាចយក40គុណនឹង25 0 20អានេះ40 0 80អញ្ចឹងចែកមកឃើញ0 0 10អញ្ចឹងឃើញ1000រៀលប៉ុន្តែយើងគេเอาតម្លៃថ្មីនៃទំនិញនោះឯងអញ្ចឹងយើងយក4000បូកនឹង1000អញ្ចឹងឃើញ5000នេះជាចំណុចរបស់យើងអូខេអញ្ចឹងយើងដល់28អញ្ចឹងកន្លែងនេះយើងអាចយក2000 25000ដកជាមួយនឹង20000មកនេះ25000ណាចែកជាមួយនឹង100មកអញ្ចឹងនេះវាបាន5000ចែកជាមួយនឹង100អញ្ចឹងឃើញ50%ចម្លើយ50%5000ចែកជាមួយនឹងយើងអត់ធ្វើអញ្ចឹងថ្ងៃហ្នឹងអាចធ្វើជាវិញមកយើងអាចយកដកយក25000ចែកជាមួយនឹង20000មកមិនធ្វើអញ្ចឹងចែកនឹង20000ប៉ុន្តែយ៉ាងខាងលើដកជាមួយនឹង20000អញ្ចឹងឃើញវា5000ចែកជាមួយនឹង20000អញ្ចឹងនឹងអាចសម្រួល03ចេញ
ចឹង5ចែកនឹង20បានបាន 0.25 ចឹងត្រូវគុណនឹង 100% មកចឹងយើងបាន 25% ចឹងចំនួនយើងគឺ C អូខេចឹងយើងទៅតទៀត29យើងគុណយក2ម៉ោង15នាទីគុណជាមួយនឹង3អញ្ចឹងយើងអាចបាន15 តាទុក1 45នេះ6ម៉ោងអញ្ចឹង6ម៉ោង45នាទីនេះចម្លើយនេះdecimeter cube ស្មើនឹង3លីត្របាទຂະຫນາດវាដូចគ្នាហ្នឹងទី31ប៉ះសិនបើ$5 5ម៉ែត្រស្មើនឹង$15អញ្ចឹងបើ8ម៉ែត្រស្មើនឹងប៉ុន្មានឬក៏យើងអាចតាំងកន្លែងនឹង x មកអញ្ចឹងយើងគុណខ្វែងចេះមកអញ្ចឹងយើងនាំឲ្យបាន 5x ស្មើនឹង8គុណជាមួយនឹង15អញ្ចឹង8គុណនឹង15ឃើញមែនឃើញ120ចែកជាមួយនឹង5ឃើញ24អញ្ចឹង x ស្មើនឹង$24យើងអាចសេចេះសិនយើងសួរមើលអញ្ចឹងគឺ$24ចំណុច B អានេះយើងអូគេមៀតស៊ីឡាំងផ្ទៃកន្លះខាងរបស់វាស្មើនឹងប៉ុន្មានអញ្ចឹងអានឹងកន្លែងហ្នឹងយើងធ្វើមិនវាប្រាប់បរិមាត្របាន20សង់ទីម៉ែត្រនិងកម្ពស់10សង់ទីម៉ែត្រតើផ្ទៃកន្លះខាងរបស់វាស្មើនឹងប៉ុន្មានពេលស្មើ2 f
okអញ្ចឹងយើងអាចនេះសិនណានឹងអាចឡងសិនក៏បានខ្ញុំមើលដល់លំហាត់លេខ33គឺ48តួចែកតនៃ48លើកនឹង60 48យើងអាចសេបានបានចេញនឹង2 24 2 12 2 2 6 2 3 2គុណជាមួយនឹង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 3 60ស្មើនឹង2 15 3 5 5ចឹង2គុណជាមួយនឹង2គុណជាមួយនឹង3គុណជាមួយនឹង5ចឹងយើងមករួមនេះមក2រួមមួយ2ចារួមមួយ3ចឹងឃើញ12ចឹងចំណុចយើងគឺ C ទី34ធុងមួយមានទឹកចំនួន3/4នៃធុងក្រោយពីដកចេញអស់1/3នៃធុងនោះតើនៅសល់ទឹកចំនួនប៉ុន្មានភាគនៃធុងអញ្ចឹងយើងអាចយក3/4ដក1នឹង1/3អញ្ចឹងភាគ3រួម12អានេះគុណនឹង3នេះគុណ3អញ្ចឹងអានេះគុណនឹង4ខាងនេះគុណ4អញ្ចឹងយើងបាន9លើ12ដក4លើ12អញ្ចឹងឃើញ5លើ12អញ្ចឹងចំណុចយើងគឺ B អញ្ចឹងយើងមើលលេខ15នេះលេខ15នេះចំនួនចម្រុះជាមួយនឹងពភាគអញ្ចឹងយើងអាចបំលែងចំនួនចម្រុះនេះទៅជាពភាគសិនមកយក2គុណជាមួយនឹង2ហើយបូក1អញ្ចឹងឃើញ5លើ2ស្មើ5លើ2នេះ4គុណជាមួយនឹង1ឃើញ4 4បូក1 5អញ្ចឹងដក5លើ4អូខេគុណជាមួយនឹង4លើ5អញ្ចឹងកន្លែងនេះយើងគុណនឹង2មកអញ្ចឹងខាងលើគុណ2ដែរដើម្បីភាពបាញ់ដូចគ្នាអញ្ចឹងស្មើនឹង10លើ4ដក5លើ4គុណជាមួយនឹង4លើ5ដដែលអញ្ចឹងនេះស្មើ10ដក5ឃើញ5លើ4គុណជាមួយនឹង4លើ5អញ្ចឹងនេះអាចសម្រួលហ្មងអញ្ចឹងនៅសម1អញ្ចឹងចំណុច A
ចឹងយើងចូលលេខ36បុរសម្នាក់ដើរបានចម្ងាយ10គីឡូម៉ែត្រក្នុងរយៈពេល2ម៉ោងរួចបន្តជិះកង់បាន30គីឡូម៉ែត្រទៀតក្នុងរយៈពេល2ម៉ោងចឹងអានេះបាន5អឺគីឡូម៉ែត្រក្នុង1ម៉ោងត្បូងបូកមួយនឹង15គីឡូម៉ែត្រក្នុង1ម៉ោងហើយចែកនឹង2មកដើម្បីរកល្បឿនមធ្យមអញ្ចឹងយើងបាន20ចែកនឹង2ស្មើ10អញ្ចឹងចំណុចយើង10គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងកន្លែងនេះដោយសារគេហាងលក់ខោអាវមួយបានបិទស្លាកបញ្ចុះតម្លៃ 20% លើគ្រប់ទំនិញធារីទិញរ៉ូបមួយដែលលក់ក្នុងតម្លៃបញ្ចុះ$16តម្លៃរ៉ូបមុនបញ្ចុះគឺប្រមាណជាងយើងអាចយក100%ដកជាមួយនឹង20%ឃើញស្មើនឹង80%ជាងយើងអាចនាំឲ្យ80%គុណជាមួយនឹងតម្លៃ x ហ្នឹងមកដែលយើងតាំងតម្លៃ100%ហ្នឹងស្មើនឹង$16ចឹង x ចែកជាមួយនឹងយើងអាចដូរនេះទៅជាចំនួនក្បៀសមក 0.8 គុណជាមួយនឹង16អញ្ចឹងនាំមក x ស្មើនឹង16ចែកនឹង 0.8 ស្មើនឹង$20អញ្ចឹងយើងមើលរូបមន្តការប្រាក់យើងមើលI ស្មើ PRT P ហ្នឹងគឺ2លានគុណជាមួយនឹង6%យើងអាចសេ0.06បានណាគុណនឹងរយៈពេលហ្នឹងគឺគិតជាឆ្នាំអញ្ចឹង6ចែកនឹង12មកលើសាកយក2លានគុណជាមួយនឹង0.06គុណនឹង6ចែកនឹង12ឃើញ600000 60000អញ្ចឹងចម្លើយយើងគឺ A អានេះដោយសារ P ហ្នឹងគឺស្មើនឹង2លានR យើងគឺស្មើនឹង6%ប៉ុន្តែយើងបំលែងទៅ6លើ100ស្មើនឹង 0.06 អាពេលដល់ទេដោយសារគិតជាឆ្នាំយើងយក6ខែចែកនឹង12មកស្មើនឹង6ចែកនឹង12ស្មើនឹង0ឬក៏ 0.5 year ឬក៏ឆ្នាំគិតជាឆ្នាំជាងយើងឃើញចំណុចប៉ុណ្ណឹងអានេះយើងយក6ម៉ោងចាក់15នាទី
ចែកជាមួយនឹង5កេសចែកមកបាន1នឹងវានៅសល់5ម៉ោងនៅសល់1ម៉ោង15នាទីអញ្ចឹងនៅសល់អានេះមកទៅជាប៉ុន្មានគិតទី45នាទីអញ្ចឹងបានប្រហែលទៀតបាន1ធ្វើម៉េចបាន1នៅសល់25នេះ5ទៀតអញ្ចឹង1ម៉ោង25 15នាទីនេះចម្លើយទី40ជាសំណួរចុងក្រោយចម្លើយមួយណាមើលតើ3នាក់4ថ្ងៃ24រែកបាន24ម៉ែត្រគីបចុះបើ5នាក់6ថ្ងៃស្មើនឹងប្រមាណចឹង3អាចស្មើនឹង40បានអញ្ចឹងចម្លើយយើងយក40ហ្នឹង